ចុះបើខ្ញុំចង់ប្រាប់ថាខ្ញុំចង់រៀបការជាមួយនឹងស្រីទាំង3នាក់នេះតើលោកអនុញ្ញាតទេខ្ញុំចង់រៀបការជាមួយនឹងស្រីទាំង3នាក់នេះតើលោកអនុញ្ញាតទេអត់អីអាយ៉ាលោកតាលីនេះពិតជាលុបលត់មែនហើយឈប់ទាំងនឹងផងចង់បានប្រពន្ធ3ត្រូវលោកតាលីនេះលោកតាគិតច្បាស់ហើយដែលថាចង់បានប្រពន្ធ3នោះអាកាចាស់លីអានេះយើងស្ដាប់ច្រឡំមែនទេអលលោកម្ចាស់តើលោកម្ចាស់ព្រមអនុញ្ញាតដែរទេអាយ៉ាតើកាចាស់មិនខ្ញុំមិនព្រមអនុញ្ញាតទេប៉ុន្តែមើលទៅលោកពិតជាថ្លើមធំមែនតើលោកអាចចិញ្ចឹមពូននាងទាំង3បានដែរទេខ្ញុំអាចចិញ្ចឹមបានហ៎អើយយកអាត្មាខ្លួនឯងមិនរួចផងចង់ចិញ្ចឹមមនុស្សស្រីទាំង3នាក់នេះពិតជាដេកយល់សពពេកហើយខ្ញុំសួរលោកម្ដងទៀតតើលោកប្រកាសដែរទេបាទខ្ញុំប្រកាសហើយនៅលបងកុំតប៉ាច់មួយតានឹងច្រើនពេកបើយកប្រពន្ធបែកក៏យកទៅបើជ្រើសរើសតែមួយពីរនាក់ទៀតយើងសម្រាប់ចោលតដែលហ្នឹងហើយបាទហើយស្ដាប់តាមអីទៅចុះទៅពួកឯងឆាប់យកស្បៀងឲ្យពូននាងលើតាកាចាស់យកទៅនេះប្រពន្ធ3ក៏យកទៅអរគុណលោកម្ចាស់ហើយបើយកប្រពន្ធហើយត្រូវតែបម្រើកងទ័ពបើមិនទៅទីច្បាស់ទីងាប់ខាទេអ្នកទាំងអស់គ្នាក៏ដូចអញ្ចឹងដែរបើមិនទៅច្បាស់ជាងាប់បាទជាពិសេសតាចាស់អីបើអត់ឃើញច្បាស់ជាត្រូវវិញហេតុអីអាតាកាចាស់ឯងបំពងស្ដាប់ខ្ញុំអញ្ចឹងឲ្យយកតែមួយទៅបានទេមិនចាំបាច់យកដល់ថ្នាក់ដល់3វិញចឹងចាប់គេរស់អត់អាយ៉ាសើមិញលោកស្ដាប់ខ្ញុំសិនយោធាគេឲ្យយើងបម្រើកងទ័ពរយៈពេល1ខែទៀតយ៉ាងហោចណាស់ស្បៀងមួយថងប្រពន្ធមួយអាចទប់ទល់រយៈពេល1ខែដែរតែពេលនេះកាចាស់ឯងមើលទៅចុះខ្ញុំមានប្រពន្ធ3នឹងអាចទប់ទល់ស្បៀងរយៈពេល3ខែដែរលោកយល់ដែរទេបើយ៉ាងទៀតនាងនៅក្មេងៗណាស់បើនាងស្លាប់ទៅគួរឲ្យស្ដាយយកនាងទៅក៏វាល្អដែរចាត់ទុកថាបានធ្វើបន់ចំពោះនាងតិចចតាមការពិតបើយើងបានប្រពន្ធច្រើននោះកម្លាំងរបស់យើងកាន់តែច្រើនខ្ញុំសូមខ្លាចកាចាស់លីឯងហើយបើចង់បានប្រពន្ធច្រើនក៏យកទៅចោះហើយខ្ញុំមិនហាមខត់ទេតែមើលថែនេះឲ្យបានល្អទៅប្រយ័ត្នងាប់លើបកវើយខ្នងនាមជាមិត្តភក្តិឲ្យជួយដាស់តឿនតិចទៅដែរកាចាស់លីអានេះខ្ញុំសួរតាមត្រង់មើលអាចទប់ទល់បានប្រមាណតិចដែរវិញមើលទៅនាងសត្វតលុកលុនស្អាតអស់ទាស់រឿងនេះទាល់តែសាកមើលសិនទើបដឹងចឹងមែនក៏អីពួកនាងបញ្ញាប់ទៅ